ប្រហែលថ្ងៃនេះធ្វើតែម្ហូបប្តីចូលចិត្តមិនថាបង្អែមមិនថាមីឆាមិនថាម្ហូបអីទេគឺតម្រូវប្តីទាំងអស់ហើយខ្ញុំប្រហែលថ្ងៃនេះហើយខ្ញុំធ្វើឲ្យគាត់ផងញ៉ាំខ្លួនឯងផងបងប្អូនហើយនិយាយពីថាធាត់ហ្មងគឺញ៉ាំច្រើនពេកប្រហែលថ្ងៃនេះឡើងគីឡូស្រើតែម្ដងហើយថ្ងៃនេះគឺខ្ញុំមកឆាមីកតាំងងាយមីកតាំងខ្ញុំទិញកញ្ចប់ឯងបងប្អូនតបមកខ្ញុំយកមកបេះបកម្សឹលហើយខ្ញុំកាត់ឲ្យរាងខ្លីបន្តិចព្រោះក្នុងកញ្ចប់នៅវែងបងប្អូនហើយបន្ទាប់មកយកមកឆាជាមួយពងមាន់ឆាមួយពងមាន់ទុកមួយឡែកហើយបន្ទាប់មកបានមកឆាសាច់ខ្ញុំធ្វើហ្នឹងគឺខ្ញុំធ្វើជាលក្ខណៈដូចមានទឹកស៊ុបបងប្អូនគឺខ្ញុំធ្វើហ្នឹងគឺធ្វើជាស៊ុបដែរតែខាប់បងប្អូនហើយខ្ញុំមានតែសាច់គោហើយនឹងបកាទេបងប្អូនដំបូងឡើយខ្ញុំឆាសាច់ឲ្យឈ្ងុយមកដាក់គ្រឿងទេសអំបិលវិជែងស្ករម្រេចអីចឹងណាបងប្អូនបន្ទាប់មកខ្ញុំចាក់ទឹកចូលពីកូនចានហើយបានខ្ញុំដាក់បន្លែគឺមានខាត់ណាហើយនឹងការ៉ុតតែពីរមុខហ្នឹងទេគឺខ្ញុំចូលចិត្តតែពីរមុខហ្នឹងគឺខ្ញុំដាក់តែពីរមុខទេបងប្អូនបន្ទាប់មកឆាឲ្យរាងសពបឲ្យរាងឆ្អិនបន្តិចមកបានខ្ញុំដាក់បកាចូលបងប្អូនបកាគឺខ្ញុំមានប្រហែលជា3ខាំទេខ្ញុំចាក់ចូលទាំងអស់ដាក់ព្រោះអីបកាអត់ដាក់ឆ្អិនពេកទេបងប្អូនបើឆ្អិនពេកគឺអត់ឆ្ងាញ់អញ្ចឹងហើយខ្ញុំដាក់ក្រោយហ្នឹងដោយសារឲ្យល្មមកុំឲ្យឆ្អិនពេកហើយនៅពេលបន្ទាប់មកខ្ញុំដាក់ម្សៅឆាកូរទឹកត្រជាក់ឲ្យម៉ត់រលាយហើយបានខ្ញុំចាក់ចូលហើយខ្ញុំអត់ធ្វើខាប់ពេកនិយាយរួមគឺល្មមមកស្រោចទៅលើកាទៀវហ្នឹងគឺញ៉ាំមកមានរសជាតិឆ្ងាញ់តែម្ដងហើយបន្ទាប់មកកូរឲ្យសព្វហើយខ្ញុំដាក់ពងមាន់2គ្រាប់ទៀតដាក់ពងមាន់ចូលហើយកូរឃើញខាប់បែបនេះហ៎បងប្អូននេះតិចទៀតទឹកខាប់ជាងនេះតិចទៀតខ្ញុំអត់យកខាប់ពេកក៏ខ្ញុំអត់យករាវពេកទេល្មមមកប៉ុណ្ណឹងហើយរួចរាល់ជាការស្រេចហើយបងប្អូនហើយនេះខ្ញុំដាក់ក្នុងកតោបាយឲ្យប្តីខ្ញុំយកទៅធ្វើការគឺពេលដែលខ្ចប់យកទៅធ្វើការគឺត្រូវដាក់មីផ្សេងហើយនឹងទឹកស៊ុបឆាហ្នឹងគឺផ្សេងបងប្អូនពេលដែលញ៉ាំហ្នឹងកដៅឆាផ្សេងកដៅមីផ្សេងបន្ទាប់មកបានចាក់លាយចូលគ្នាបានញ៉ាំទៅឆ្ងាញ់បើសិនជាលាយឲ្យហើយគឺរីកចឹងណាបងប្អូនបានម្ហូបរៀបចំដាក់កាបូបបាយហើយបាយខ្ញុំហើយបងប្អូនហើយឥឡូវខ្ញុំមកញ៉ាំម្ដងគឺនិយាយពីថាធ្វើឲ្យភ្លាមឃ្លានតែម្ដងបងប្អូនមើលទៅគឺទំនងនិយាយរួមគឺសាមញ្ញងាយប៉ុន្តែឆ្ងាញ់មែនតើបងប្អូនខ្ញុំមិនមានរូបមន្តអីទេខ្ញុំគ្រាន់តែមើលវីដេអូគេចែកចម្លែកហើយក៏ខ្ញុំធ្វើតាមទៅតែខ្ញុំធ្វើខុសពីគេគឺងាយមែនទេបងប្អូនឃើញហើយនេះអូយតំណងឲ្យឆ្ងាញ់មែនទេណាបងប្អូនជាពិសេសថ្ងៃរៀងតិចមេឃភ្លៀងអីចឹងញ៉ាំអាហ្នឹងគឺឆ្ងាញ់សម្រាប់ខ្ញុំគឺឆ្ងាញ់ណាបងប្អូនសាមញ្ញតែឆ្ងាញ់មើលតែមាត់ញ៉ាំទៅដឹងហើយបងប្អូនគឺខ្ញុំប្រើចង្កឹះតែម្ដងហូយនិយាយពីថាឆ្ងាញ់ហួសឲ្យទិញបានមីកតាំងហ្នឹងគឺបានថ្មីផងរៀងនៅទុនល្អអញ្ចឹងណាបងប្អូនវីដេអូថ្ងៃនេះមានតែប៉ុណ្្នឹងអរគុណសម្រាប់ការទស្សនាបាយបាយ